គាត់នេះពី3ជុំអាចគ្រោះថ្នាក់ដល់ជីវិតគាត់នៅក្នុងផ្ទៃពោះម្ដាយមុនកំណើតឬក៏ពេលកំពុងតែកើតនឹងអាចគ្រោះថ្នាក់ដែរអញ្ចឹងហើយបានភាគច្រើនគេវះកាត់អញ្ចឹងការយើងតាមដានពីសុខភាពកូនទី1តាមដានពីសុខភាពកូនទូទៅទី2បរិមាណទឹកឃ្លោះនៅក្នុងទឹកឃ្លោះនឹងទី3តងផ្សិតនេះទី4ស្រោមទឹកឃ្លោះពត់ជុំវិញនេះគេហៅថាស្រោមទឹកឃ្លោះទី4សាច់សុកនេះដែលបឺតយកជីវជាតិវីតាមីនហ្នឹងនាំចូលតាមតងផ្សិតទៅចិញ្ចឹមកូនជាពិសេសអុកស៊ីហ្សែនដែលមានគ្រាប់ឈាមក្រហមពោពេញទៅដោយគ្រាប់អុកស៊ីហ្សែនឯងយកទៅឲ្យខួរក្បាលគាត់ទៅឲ្យបេះដូងគាត់ទៅដៃជើងគាត់លូតលាស់បានល្អអញ្ចឹងតងសុកនេះមានសារៈសំខាន់ណាស់សម្រាប់ជីវិតគាត់នៅក្នុងផ្ទៃពោះម្ដាយហើយអានេះឯងដែលចាស់តែនិយាយថាពេលដែលស្ត្រីម្នាក់ពីផ្ទៃពោះពេលឈោងរបូតតងផ្សិតគឺអត់មានរបូតទេនេះពីចុងមកខាងនៅខាងនេះចុងមកខាងនៅខាងនេះគឺតោះតែយើងកាត់ចេញមកយកកត្រៃយកកបិតយកឡាមនេះទៅកាត់ផ្ដាច់នោះបានអាចរបូតបានអញ្ចឹងការចាស់និយាយហ្នឹងគឺ